បាទសួស្តីនៅពេលខ្លះខ្ញុំមានអារម្មណ៍ថាជនជាតិយើងណានឹងឲ្យគាត់នៅតែមានផ្នត់គំនិតអត់ចង់ឲ្យបងប្អូនខ្មែរដូចគ្នាហ្នឹងណារីកចម្រើនក៏ដូចជាល្អហេតុអីខ្ញុំនិយាយអញ្ចឹងបើឆ្លងកាត់បទពិសោធន៍របស់ខ្ញុំណាហ្នឹងហើយដូចជាក់ស្ដែងផ្ទាល់ដែលខ្ញុំមកធ្វើការនៅប្រទេសគេនេះអញ្ចឹងហ្នឹងហើយខ្ញុំឃើញបងប្អូនជនជាតិគេមួយចំនួនណាហ្នឹងហើយជនជាតិគេជួយថាគេជួយគ្នាបងប្អូនគេជួយគ្នាណាគេមានតំណែងតំណងល្អគេជួយគ្នាមកដៃមួយជើងចង់និយាយអញ្ចឹងណាហ្នឹងហើយពេលជួបគ្នាគេ welcome គ្នាគេរស់រាក់ទាក់ជាមួយគ្នាគេសុំលេខទូរស័ព្ទគ្នាគេសួរគ្នាណាតំណែងតំណងគ្នានិយាយឲ្យចំទៅគឺជនជាតិគេគឺគេជួយតែម្ដងណាគឺគេជួយគ្នាដោយពេញចិត្តតែបងប្អូនខ្មែរមួយចំនួនណាខ្ញុំនិយាយនេះគឺមួយចំនួនណាបងប្អូនកុំយល់ច្រឡំថាខ្ញុំនិយាយទាំងអស់ខ្ញុំនិយាយមួយចំនួនបងប្អូនយើងគាត់មានអារម្មណ៍ថាដូចជាគាត់អត់សូវមានអាការជួយបងប្អូនខ្ញុំនិយាយខ្មែរនឹងខ្មែរមួយចំនួនឃើញមុខគ្នាពេលខ្លះគាត់ថាសួស្ដីតែប៉ុណ្្នឹងហើយគាត់ទៅវិញទៅអត់មានថាអូសួស្ដីមិនដែរប្រទេសជាតិយើងមិនដែរការរស់នៅប្រទេសយើងហើយមកពីណាមកពីណីនេះលេខទូរស័ព្ទខ្ញុំមិនណាស់ដោះដូរគ្នាទៅថ្ងៃក្រោយណាយើងអាចជួយគ្នាបានមិនអីមិនសុខសប្បាយអត់និយាយចំទៅគឺភាគតិចទេបងប្អូនហ្នឹងហើយខ្ញុំមិនដឹងថាតើគាត់គិតថាអូឥឡូវគាត់បានមកធ្វើការនៅប្រទេសគេអូឥឡូវហ្នឹងគាត់មានគ្រួសារនៅប្រទេសគេគាត់អស់ចាគាត់មិនចង់រាប់អានទេនៅខ្មែរខ្ញុំអត់យល់ពេលខ្លះបងប្អូនខ្ញុំនិយាយត្រង់ណាបាទនៅកន្លែងធ្វើការក្តីបាទគឺអញ្ចឹងគឺគាត់ដូចជាមិនសូវមានអត្តនៈតំណងអាល្អជាមួយនឹងជនជាតិឯងវាអត់សូវមានទី1ហើយទី2ហ្នឹងដូចជាខ្លាចមានជាងគ្នាចង់និយាយអញ្ចឹងបងប្អូនដូចជាលក្ខណៈខ្លាចខ្មែរនឹងខ្មែរមានជាងគ្នាល្អជាងខ្លួនណាបាទហើយចប់ម៉ោងឬក៏ក្នុងកំឡុងម៉ោងធ្វើការហ្នឹងនិយាយពីនេះពីនោះពីនេះពីនោះអ្នកនេះមិនល្អអ្នកនោះមិនល្អអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះនិយាយដើមគ្នានិយាយចាំពាក្យថានិយាយដើមគ្នាណាបាទឈប់បានឈប់ទៅបងប្អូនអើយហ្នឹងហើយខ្មែរដូចគ្នាទេហ្នឹងហើយបើយើងជួយគ្នាបានក៏យើងជួយគ្នាទៅហើយបើយើងជួយគ្នាមិនបានទេក៏តាមនឹងទៅមិនទៅរិះគន់គ្នាខ្លាចគេមានជាងខ្លាចគេល្អជាងអីទេហ្នឹងហើយបំណាច់ជាយើងនឹងឲ្យបានមកធ្វើការនៅប្រទេសគេឬក៏បំណាច់ជាយើងបានមករស់នៅប្រទេសគេហើយណាបងប្អូនហ្នឹងហើយកុំកាត់ពេកយើងទទួលស្គាល់ថានៅប្រទេសគេគេរស់នៅបែបឯករាជ្យហើយគេមិនសូវខ្វល់ជាមួយនឹងបងប្អូនសាច់ញាតិគេមិនសូវខ្វល់រឿងអនាគតអីទេជនជាតិគេភាគច្រើនគឺអញ្ចឹងរបានគេចាយទៅហ្នឹងហើយអត់លុយចាយស្នើសុំលុយរត់ចាយទៅហ្នឹងហើយខុសពីជនជាតិខ្មែរយើងដែលគាត់ត្រូវຕົកត្រូវដាក់ណាដើម្បីអនាគតកូនគ្រួសារអីចឹងទៅណាមានលុយសំលុយទិញផ្ទះទិញសបែងអីចឹងទៅណាតែជនជាតិគេណាគឺខុសពីជនជាតិយើងហ្នឹងហើយតែគាត់ថាអ្វីដែលខ្ញុំមានគំនិតមួយថាជនជាតិយើងរៀងលក្ខណៈអញ្ចឹងណាអត់សូវមានតំណែងតំណងល្អជាមួយគ្នាទេឬក៏ពេលខ្លះមិនចង់ឲ្យគេនឹងមានជាងឬក៏ពេលខ្លះនឹងចេះពេលខ្លះនឹងចុះនិយាយដើមគ្នាណាបងប្អូនហ្នឹងហើយហើយពេលខ្លះបងប្អូនមួយចំនួនជាសាច់ជាឈាមពេលខ្លះក៏ពិបាកដែរណាខ្ញុំនិយាយមួយចំនួនទេក៏ពិបាកដែរហ្នឹងហើយខ្លាចបងប្អូនមានជាង
ខ្លាចបងប្អូនមានជាងនិយាយរិះគន់បងប្អូនចេះបងប្អូនចុះដោយសារគ្នាវាមានលទ្ធភាពទៀបជាងហ្នឹងឯងបានគ្នាបងប្អូនគាត់មកពឹងមកពំនាក់អាស្រ័យអញ្ចឹងណាបើយើងជួយបានក៏យើងជួយទៅបើយើងជួយមិនបានទេក៏តាមភាពជាក់ស្ដែងណាហ្នឹងហើយមិនបាច់ទៅរិះគន់គ្នាមិនទៅថាគ្នាអីទេបងប្អូនហ្នឹងហើយខ្ញុំឃើញច្រើនបងប្អូនឃើញច្រើនហ្នឹងហើយនៅកន្លែងការងារដែលមានជនជាតិយើងច្រើនគឺជាទូទៅតែឆ្លោះគ្នានិយាយលើក្រោមនិយាយតាមគ្នាគឺបង្កើតជារឿងទៅឆ្លោះគ្នាទៅណាហ្នឹងហើយពេលខ្លះបងប្អូនខ្លះមានជាងទៅក៏ទៅជាមិនសូវនិយាយរកគ្នាទៅស្អប់គ្នាទៅណាបងប្អូនចឹងស្នើសុំទៅបងប្អូនខ្មែរយើងអើយនៅកន្លែងធ្វើការក្តីនៅទីណាក្តីនៅក្នុងគ្រួសារក្តីបងប្អូនក្តីបងប្អូនណាអត់បានអត់ទៅហ្នឹងហើយយើងជួយគ្នាបានក៏ជួយទៅយើងស្រឡាញ់គ្នាទៅមិនដឹង10ឆ្នាំប្រហែលដងទេបងប្អូនកុំទៅមានកំណត់ចំណានឈ្នានេះគ្នានោះបងប្អូនណាជួយបានជួយទៅហើយខ្មែរដូចតែគ្នាទេណាបងប្អូនហ្នឹងហើយមួយចំនួនចេះស្រឡាញ់គ្នាបងប្អូនចេះស្រឡាញ់គ្នាឡើងវិញណាយើងខ្មាស់ជាតិសាសផ្សេងគេចេះស្រឡាញ់គ្នាគេចេះជួយគ្នាណាគេចេះយឹតយោងគ្នាឯងនេះវិញគាត់តាផ្នត់កំណត់គាត់តាបញ្ចយអ្នកដទៃមានជាងខ្លួនឯងអាត្មានិយមអីណាលុបបាត់ទៅខ្មែរទេបងប្អូនណាខ្មែរនឹងខ្មែរទេនៅបំណាច់ជាយើងមកធ្វើការនៅប្រទេសគេយើងបែកកូនបែកចៅបែកគ្រួសារនៅប្រទេសខ្មែរបំណាច់ជាយើងនឹងហើយនៅទឹកដីថ្មីទៅហើយណាហ្នឹងហើយយើងជួយទៅហ្នឹងហើយបានស្គាល់គ្នាទៅហើយបានធ្វើការជាមួយគ្នាទៅហើយហ្នឹងហើយសាច់យើងទៅហើយណាហ្នឹងហើយស្រឡាញ់គ្នាទៅបងប្អូនបាទអរគុណច្រើន